Good morning អរុនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសប្បាយចិត្តនិងរីករាយដែលបានពំនាំសៀវភៅមួយក្បាលដែលមានចំណងជើងថាផ្នត់គំនិត 1% មកចែករំលែកឲ្យអ្នកទាំងអស់គ្នាស្ដាប់ប្រសិនបើអានទៅមានការខុសឆ្គងលើសលួសក៏សូមខន្តីអភ័យទោសពីប្រិយមិត្តអ្នកស្ដាប់ផងដែរសៀវភៅផ្នត់គំនិត 1% ផ្នែកទី1យុទ្ធសាស្ត្រលំដាប់សកលសម្រាប់អ្នកធ្វើការឲ្យគេផ្នត់គំនិត 1% តើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាមនុស្សមួយចំនួនហាក់បីដូចជាធ្វើការងារបានជោគជ័យនិងមានសេរីភាពក្នុងជីវិតឯមនុស្សភាគច្រើនទៀតកំពុងតែវិលវល់នៅក្នុងរង្វង់ដដែលជារៀងរាល់ថ្ងៃភាពខុសគ្នានោះមិនមែននៅលើសំណាងឬដើមទុនទេប៉ុន្តែវាស្ថិតនៅលើគ្រឹះគំនិតនិងផែនការសកម្មភាពជាក់លាក់មួយសៀវភៅដែលខ្ញុំកំពុងតែអាននេះមិនមែនជាសៀវភៅទូមានគំនិតធម្មតានោះទេប៉ុន្តែវាជាសៀវភៅដែលដឹកនាំអ្នកទៅរកភាពផ្លាស់ប្ដូរពិតប្រាកដមិនថាបុគ្គលិកក្រុមហ៊ុនឬក៏បុគ្គលិកដែលធ្វើការឲ្យខ្លួនឯងនោះទេបុគ្គលិកមនុស្សក្រុមហ៊ុន 99% តែងតែគិតថាទាល់តែមានដើមទុនច្រើនឬទាល់តែលាឈប់ពីការងារទើបអាចរកស៊ីមានបានប៉ុន្តែផ្នត់គំនិត 1% របស់កំពូលអ្នកមានលើលោកមិនមែនបែបនោះទេកំពូលអ្នកមានមើលឃើញថាការងារឯកជនគឺជាកន្លែងស្វែងរកទុននិងជាសាលារៀនដែលគេបើកប្រាក់ខែឲ្យមនុស្ស 1% មិនផ្ដោតលើការលក់កម្លាំងបដូរយកលុយពេញមួយជីវិតនោះទេតែពួកគេប្រើប្រាស់ប្រាក់ខែជាគ្រាប់ពូជដើម្បីយកទៅដាំដុះបង្កើតជាទ្រព្យសកម្មដូចជាការវិនិយោគលើចំណេះដឹងដីធ្លីឬភាគហ៊ុនទាំងដែលពួកគេកំពុងធ្វើការឲ្យគេដើម្បីឲ្យកាន់តែងាយយល់ខ្ញុំសូមធ្វើការបកស្រាយលើកយករឿងអ្នកដងទឹកពីរនាក់មកធ្វើការបកស្រាយឲ្យកាន់តែស៊ីជម្រៅរឿងអ្នកដងទឹកពីរនាក់នៅក្នុងភូមិដាច់ស្រយាលមួយមានបុរសពីរនាក់ម្នាក់ឈ្មោះសុកនិងម្នាក់ទៀតឈ្មោះសាវទទួលបានការងារឯកជនមួយពីមេភូមិគឺការដងទឹកពីទន្លេយកមកចាក់ក្នុងអាងរួមមួយក្នុងភូមិដោយគិតកម្រៃទៅតាមចំនួនធុងទឹកដែលដងបានសាវតំណាងឲ្យមនុស្ស 99% គាត់ជាមនុស្សខំប្រឹងណាស់រាល់ថ្ងៃសាវខំប្រឹងងើបពីព្រលឹមទល់ព្រលប់ដើម្បីដងទឹកធុងកាន់តែធំរត់កាន់តែលឿនលុះទទួលបានប្រាក់ខែច្រើនសាវក៏ចាប់ផ្ដើមទិញរបស់របរទំនើបនិងធ្វើផ្ទះធំជាងមុនប៉ុន្តែសាវត្រូវតែបន្តរត់ដងទឹកជារៀងរាល់ថ្ងៃបើថ្ងៃណាសាវឈឺឬក៏ឈប់សម្រាកគឺសាវគ្មានលុយចូលទៀតទេជីវិតរបស់សាវរវល់និងនឿយហត់រហូតដល់ចាស់ចំណែកឯសុកវិញសុកតំណាងឲ្យមនុស្ស 1% សុកក៏ដងទឹកដោយសាវដែរប៉ុន្តែ
គាត់បែងចែកពេលវេលានិងប្រាក់ខែខុសពីសៅរ៍រាល់ល្ងាចចេញពីធ្វើការនិងរាល់ល្ងាចចុងសប្តាហ៍សុកមិនដែលយកពេលវេលាទៅដើរលេងគាត់សុខចិត្តលះបង់កម្លាំងកាយនិងកម្លាំងចិត្តដើម្បីជីកប្រឡាយទឹកពីទន្លេមករកភូមិក្នុងឆ្នាំដំបូងសុកមិនទាន់ឃើញមានលទ្ធផលអ្វីទេថែមទាំងរងការសើចចំអកពីសៅថែមទៀតផងប៉ុន្តែ3ឆ្នាំក្រោយមកប្រឡាយទឹករបស់សុកត្រូវបានជីករួចរាល់ទឹកទន្លេដែលបានហូរចូលក្នុងអាងភូមិដោយស្វ័យប្រវត្តិសុកមិនបាច់នឿយហត់ដងទឹកទៀតទេប៉ុន្តែលុយកាក់របស់គាត់នៅតែហូរចូលហោប៉ាវគាត់មិនចេះដាច់ទោះបីជាគាត់កំពុងគេងលក់ក៏ដោយក្នុងរឿងនេះដែរបានឆ្លុះបញ្ចាំងឲ្យឃើញថាមេរៀនសម្រាប់អ្នកធ្វើការឲ្យគេគឺប្រាក់ខែបច្ចុប្បន្នរបស់យើងគឺដូចជាធុងទឹករបស់សុកនិងសៅរ៍មនុស្ស 99% ខំប្រឹងដូរធុងទឹកឲ្យធំជាងមុនព្រោះតែចង់បានប្រាក់ខែខ្ពស់ជាងមុនតែនៅតែហត់នឿយដងទឹកដដែលចំណែកឯមនុស្ស 1% ប្រើប្រាស់ប្រាក់ខែនិងពេលវេលាក្រោយម៉ោងធ្វើការដើម្បីជីកប្រឡាយទឹកកសាងទ្រព្យសកម្មរហូតដល់ថ្ងៃមួយដែលបានប្រឡាយនោះជាអ្នកបង្កើតលុយជំនួសពួកគេតើអ្នកយល់យ៉ាងណាដែរចំពោះរឿងមួយនេះសូមខមមិនខាងក្រោមប្រសិនបើបងប្អូនមិនទាន់បានចុច Subscribe សូមជួយចុច Subscribe និងចុចរូបកណ្ដឹងផងសូមអរគុណ